សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំបងប្អូនថ្ងៃនេះខ្ញុំទៅទិញផ្លែឈើក៏ដូចជាដំណាំផ្សេងដើម្បីយើងទៅដាំនៅកន្លែងសួននៅផ្ទះជាងណាបងប្អូនឥឡូវនេះគឺថាយើងមកមើលកញ្ចប់ផ្លែរបស់យើងមានជាលឹកប្រទេសផ្លោកការ៉ុតថៃថាវពោតមានដំណាំច្រើនបងប្អូននេះគឺខ្ញុំទៅទិញនៅ Eon បងប្អូនមានស្ពៃមានសាឡាត់មានខាត់ណាមានពាំងប្រាំងអីចឹងបងប្អូនហើយឥឡូវនេះចូលមកដល់កន្លែងដែលយើងត្រូវធ្វើសួនហើយធ្វើហងបន្លែយើងអញ្ចឹងណាហងបន្លែដីទួចទេបងប្អូនដោយសារយើងខ្ជិលទុកតនេអញ្ចឹងណាយើងបានដាំបន្លែញ៉ាំផងនឹងកុំឲ្យវាស្មៅវាឡើងច្រើនពេកហើយដីនេះគឺវាមិនសូវល្អទេដោយសារយើងយកថ្មមកចាក់បាទនេះលឹកដែលយើងបានទិញមកពូជសាច់លឿងបងប្អូនពូជបោះចិនដឹងអីដឹងបងប្អូនកញ្ចប់មានតែប៉ុន្មាន20គ្រាប់តាមមករងនេះវា10គុំខ្ញុំមើលថាវាដុះណាស់នេះមកខ្ញុំអាប់ដេតជូនបងប្អូនហើយពោតនេះដូចគ្នានេះពោតនេះបានប្រហែលជា30គ្រាប់ដាក់រងខ្ញុំតិចទៀតខ្ញុំបែកស្ពៃយកមកដាំនេះlạiនេះសល់ខ្ញុំដាំមកកណាត់ពីដើមចេកនេះមកផុតនេះហើយ5-10គុំតិចទៀតមានរៀបចំដាំកន្លែងនេះបងរៀបចំយកនោះទៅហើយដាំយើងមិនដាំហើយឥឡូវយើងត្រូវទឹកនេះហ្នឹងបងតែคลิกថតវីដេអូឲ្យបងប្អូនមើលដាក់ដាំមិនទៅពីគ្រាប់រលឹកក្នុងនេះពោតដាក់មិនទៅ3គ្រាប់រលឹកមកកញ្ចប់វិញបាន20គ្រាប់ងពោតបានច្រើនតិចពោតដូចជាបាន30-40គ្រាប់ដល់លឹកចាប់ចូលតិចប៉ុន្តែបងប្អូនមើលថាវាដុះបានមកនេះអញ្ចឹងណាចូលហើយចំតាមបានអស់បងប្អូនតែវាដុះឬក៏មិនដុះដីសថ្មបាទដែរដុំថ្មនេះយើងទៅខ្លាចអត់ដុះ